បាទជំរាបសួរដោយសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយនឹងខ្ញុំមានគ្រឿងខ្លែងថ្មីដែរបងប្អូនអើយបាទចិត្តចូលឆ្នាំបាទទីធ្វើងាយឆាប់បានខ្លែងបងប្អូនបាទជិះមិនកពើមកតែ1គីឡូឬ1កន្លះគីឡូអីមកបាទហើយយើងយកវាមកលាងទឹកឲ្យស្អាតអញ្ចឹងបងប្អូនហើយដាក់គ្រឿងបាទស្ករចេងបាទហើយរ៉ូឌី40រ៉ូឌីតិចទៅបាទបើតាមពុំតាមចានពេកខ្លាច់ប្រៃបងប្អូនប្រៃយ៉ាងទៅតាមដើមទៅឆ្ងាញ់យ៉ាងកោវាសតបងប្អូនវាចូលជាតិចូលគ្រឿងគ្នាមកកូនធ្វើមិនឲ្យវាសពគ្រឿងបងប្អូនបាទវាចូលជាតិបាទហើយនេះដើមខ្ទឹមយើងចឹងហាន់វាទូចចឹងមកពេកបាទឥឡូវយើងនិយាយគ្រឿងហើយយើងដាក់ខ្ទះមកបងប្អូនអត់ទាន់ខ្លាញ់អីបងប្អូនយកពឹងមកថាវាបោះទឹកឲ្យដាក់ទឹកមកបងប្អូនវាហមវាដាក់ទឹកឲ្យតាមយើងថែមខ្លាញ់តាមក្រោយហើយគេថាស្ងួតហើយបងប្អូននិយាយពីរសជាតិវិញគេថាអែមមកបងប្អូនបាទហើយយើងមកថែមខ្លាញ់បងប្អូនដាក់ខ្លាញ់ហើយយើងឆាវាស្ងួតម្ដងទៀតណាបងប្អូនហើយវាក្រៀមមកវារួចរាល់បើគេនេះស្រួលមកតែបងប្អូនបាទហើយនិយាយពីរសជាតិហ្នឹងហើយលើកដៃជើងបងប្អូនហើយថាខ្លាញ់វិញបាទគឺតែបានយកបងប្អូនតើយើងរួចរាល់បងប្អូនយើងមកដាក់ដើមខ្ទឹមនិងម្ទេសយើងហាន់រួចមិនមកហើយយើងបិទភ្លើងវាទៅយើងទៅឌីងវាបាត់ទុះមកបងប្អូនបាទវាស្លោម្ទេសស្លោខ្ទឹមមកហើយប៉ុណ្ណឹងគឺរួចរាល់ជាខាពោតបងប្អូនបាទទៅរោហូបណាឆ្ងាយបងប្អូនបាទដល់ផ្លែតហ្នឹងបាទខ្លាញ់សូមបងប្អូនមកចូលឆ្នាំចូលអីផងតើលើមកខាត់ពេលយូរបងប្អូនបាទអូណាមកស្រក់ទាំងមាត់វិញខ្ញុំទៀតហើយបងប្អូនមកស្ដាប់មាត់ទៅនោះជាតិត្មង